សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់មេរៀនរបស់ខ្ញុំទៀតហើយថ្ងៃនេះផងដែរគឺខ្ញុំមានកលឹះខ្លះចង់ណែនាំនឹងប្រាប់បងប្អូនតាក់ទងមួយនឹងបញ្ហាភេអាវរបស់ខ្ញុំគឺខ្ញុំធ្វើឲ្យសមាជិករបស់យើងប៉ុន្តែខ្ញុំមានបញ្ហាមួយគឺវាជាប់គាំងនៅកាតមានន័យថាពេលដែលយើងភ្ជាប់ set up ទៅគឺយើងច្រឡំចុចភ្ជាប់កាតភ្ជាប់ពន្ធនៅពេលក្រោយដល់ពេលអញ្ចឹងទៅគឺវាអត់មានកន្លែងដែលយើងភ្ជាប់កាតភ្ជាប់អីហ្មងអញ្ចឹងណាហើយ PA ហ្នឹងអត់មានបញ្ហាខូចអីទេបងប្អូនទាំងអស់គ្នា PA ហ្នឹងគឺអត់មានបញ្ហាខូចអីទេមើលទៅនេះពណ៌ខៀវទាំងអស់គឺអត់មានបញ្ហាអីទាំងអស់អញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងបង្ហាញបងប្អូនតាក់ទងមួយនឹងការបន្ថែមនៃការភ្ជាប់ PA ខ្ញុំបន្តទៀតអញ្ចឹងណាអូខេបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំមកបន្ថែមនៃ PA របស់ខ្ញុំអញ្ចឹងណា PA របស់ខ្ញុំមាន2ដែលមានបញ្ហាហ្នឹងអញ្ចឹងខ្ញុំយកលាមសូយ៉ាខាងក្រោមហ្នឹងហើយនេះពេលដែលចេញតម្រងបែបហ្នឹងហើយគឺខ្ញុំចុចនេះបន្តរហូតអញ្ចឹងណាអញ្ចឹងតាក់ទងមួយនឹង PA ដែលបងប្អូនភ្ជាប់ខុសភ្ជាប់ទៅអត់មានកន្លែងដែលឲ្យយើងភ្ជាប់បែងអត់មានកន្លែងឲ្យយើងភ្ជាប់ពន្ធគឺដោយសារតែយើងរំលងកន្លែងហ្នឹងមានន័យថាយើងរំលងភ្ជាប់នៅពេលក្រោយហើយអញ្ចឹងណាអញ្ចឹងបញ្ហានេះគឺយើងអាចជួយបងប្អូនបានបើសិនជាបងប្អូនអត់ចេះធ្វើដោយខ្លួនឯងទេបងប្អូនអាចតាក់ទងមកខ្ញុំផ្ទាល់បានគឺខ្ញុំអាចជួយធ្វើឲ្យបានអញ្ចឹងណាវាអត់មានបញ្ហាខូច PA ទេគ្រាន់តែថាយើងភ្ជាប់ទៅវាខុសពេលដែលយើងភ្ជាប់ទៅគឺវាខុសកន្លែង set up ហ្នឹងយើងរំលងកន្លែងភ្ជាប់ពន្ធភ្ជាប់អីអញ្ចឹងទៅក៏វាបាត់អាហ្នឹងទៅនេះបងប្អូនទាំងអស់គ្នាពេលដែលយើងចូលមកបំពេញឡើងវិញគឺមានវិធីសាស្ត្រមួយសម្រាប់បំពេញវាអញ្ចឹងណាអញ្ចឹងបងប្អូនអាចមើលតម្រងនេះបាននេះអញ្ចឹងបើសិនជាខ្ញុំចង់បំពេញកាត់គឺយើងអាចចូលបំពេញបាននេះបងប្អូនទាំងអស់គ្នាដល់វគ្គដែលខ្ញុំត្រូវបំពេញពន្ធហើយមិញហ្នឹងគឺវគ្គនៃការ set up អញ្ចឹងទៅអញ្ចឹងឥឡូវយើងមកដោះស្រាយនៅកន្លែងបំពេញពន្ធម្ដងអញ្ចឹងណាអញ្ចឹងបើសិនជាបងប្អូនមានបញ្ហាជាប់ដូចខ្ញុំអញ្ចឹងអាចតាក់ទងមកខ្ញុំផ្ទាល់បានចាំខ្ញុំជួយដោះឲ្យបើសិនជាបងប្អូនអត់ចេះធ្វើវាអញ្ចឹងណាអូខេឥឡូវបងប្អូនទាំងអស់គ្នាមើលនេះខ្ញុំបានភ្ជាប់បានហើយតាក់ទងជាមួយនឹងបែងមិញហ្នឹងគឺបងប្អូនចូលមើលអត់ទាន់មានបែងអត់ទាន់មានកន្លែងបំពេញពន្ធអីទេវាអត់មានហ្មងអញ្ចឹងណាមានតែ address អញ្ចឹងឥឡូវនេះគឺខ្ញុំបានបំពេញវាបានហើយគឺយើងអាចដោះស្រាយបញ្ហាមួយនេះបានហើយគឺវាអត់មានបញ្ហាខូច PA ទេបន្ទាប់ពីដោះស្រាយហើយអញ្ចឹងណាអញ្ចឹងបើសិនជាបងប្អូនចង់ភ្ជាប់សំទោសបើសិនជាបងប្អូនភ្ជាប់ PA ទៅមានបញ្ហាអត់ឲ្យយើងភ្ជាប់បែងឬក៏អត់ឲ្យយើងភ្ជាប់ពន្ធតបងប្អូនអាចឆាតមកខ្ញុំឲ្យខ្ញុំជួយជួសជុលឲ្យបានអញ្ចឹងណាអញ្ចឹងនេះគឺជាដំណោះស្រាយរបស់ខ្ញុំគឺរួចរាល់ហើយបើបងប្អូនមានចង្អុលអីអាចឆាតមកខ្ញុំបានអរគុណបងប្អូនទាំងអស់គ្នាបាយបាយ